គោរពជំរាបសួរហើយក៏សួស្តីកាន់ទៅដល់ពុកម៉ែបងប្អូនពីចម្ងាយផងដែរថ្ងៃនេះផងដែរខ្ញុំបានសំណូមអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នារីករាយមកទស្សនាជាមួយនឹងសកម្មភាពចាប់កែបដើមឆ្នាំទៀតហើយបងប្អូនបាទហើយចំពោះសកម្មភាពថ្ងៃនេះមិនមែនបានត្រឹមតែកែបអូបទេបានកែបហ៊ីងក៏ច្រើនហើយជួបបានតាំងដើកហើយយកវាទៅឡើងទៀតផងបាទហើយឥឡូវមិនអោយខាត់ពេលវេលាយូរខ្ញុំក៏សូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នារីករាយតាមខ្ញុំទៅទស្សនាសកម្មភាពវីដេអូពេញទាំងអស់គ្នាបាទចាប់ផ្ដើមនៅក្បាលវីដេអូក៏ឃើញថាខ្ញុំកំពុងតែនឹងដេកចាំមេឃភ្លៀងបងប្អូនបាទហើយបន្តិចក្រោយហ្នឹងក៏បានភ្លៀងដូចចិត្តមែនតើហើយដល់ពេលភ្លៀងគ្មានអ្នកណាដេកកើតទេបងប្អូនហើយទាំងបងហើយនឹងពូគាត់មកពីកម្ពុជាក្រោមត្រូវជាពូប្រកាសរបស់ភក្តីជាមួយនឹងបងថ្លៃភក្តីហើយបើតាមតែខ្ញុំបានដឹងគឺអ៊ំនិងបងប្អូនគាត់ធ្វើបែកគ្នាជាង20ឆ្នាំហើយឥឡូវបានមានឱកាសមកជួបជុំនឹងបងប្អូនម្ដងទៀតបងប្អូនបាទនេះឯងយើងសាងល្អទៅទោះបីជាបែកបងប្អូនយូរឆ្នាំអត់មានការទំនាក់ទំនងក៏នៅតែមានឱកាសបានជួបគ្នាហើយលើម៉ោង3ជាងមេឃក៏រាំងបងប្អូនបាទខ្ញុំក៏ចាប់ផ្ដើមចេញទៅចាប់កែបទៅចេញមកភ្លាមក៏បានជួបត្រីដែងមួយវាឡើងតាមទឹកបងប្អូនបាទហូយើងចាប់តែមិនប្រយ័ត្ននឹងមុតនឹងល្មមដែរបើខ្ញុំអត់អីទេបងប្អូនមុតត្រីដែងធម្មតាដូចមុតបលាតិចតួចធំដែរប៉ុនមេជើងដែរបងប្អូនបាទដល់បន្តចេញមកមុខលឺតែសលេងមកបងប្អូនហើយនេះបាទតាមស្មៅតាមទឹកនោះអាសនោះកែបអូបនោះឯងឡើងចពកនៅក្នុងទឹកតែធ្វើអីបានទៅហ៊ានទៅនឹងវាលោតបងប្អូនបាទហើយមកដល់មុខហ៊ីងចាប់ហ៊ីងមុនគេហើយនិយាយពីថាមេឃភ្លៀងខ្លាំងចឹងបងប្អូនហើយមិនមែនតែហ៊ីងនឹងកែបចេញទេបាទពោះក៏វាចេញដែរបងប្អូនដល់ពេលមកដល់មុខពីតើនេះគឺគ្រប់ទឹកតែម្ដងបងប្អូនហើយហ៊ីងសម្បូរយកតែមែនតែនមកបងប្អូនជាមួយខ្ញុំដាក់បងប្អូនស្ដាប់សលេងវាយំស្ដាប់ហ៊ីងយំឡើងចង់ហឹងទៅជាបងប្អូនហើយឥឡូវក៏បន្តទៅមុខដែលរយចាប់កែបអូបមុនមកដល់មុខនេះឃើញថាទាំងគូនឹងទឹកបងប្អូនហើយធំមែនតើប៉ុន្តែយើងចាប់បានខ្លះអត់ខ្លះព្រោះឯនឹងទឹកអញ្ចឹងវាងាយនឹងលឹបទឹកបងប្អូនបាទហើយនិយាយទៅថាតាមនេះមាត់ច្រាំងវិញមិនដឹងថាកែបអីខ្លះទេហើយប្រភេទទូចហ្នឹងបើនៅស្រុកខ្ញុំគេហៅថាកែបឃ្លោកបងប្អូនហើយហ៊ីងក៏វាឡើងច្រើនណាស់ដែរមានហ៊ីងក្រូតមានហ៊ីងជ័រធម្មតាកែបដើមតនដល់ណាហ្នឹងចាប់ផ្ដើមពុនហើយបងប្អូនបាទនេះអូក៏ដូចជាបងប្អូនបានឃើញហើយមិនដៅក៏សម្បូរមែនតើនេះគឺជាដៅបូមីថ្មីរបស់បងប្អូនគាត់ធ្វើបងប្អូនបាទដល់ពេលដៅថ្មីឲ្យភ្លៀងដើមឆ្នាំចឹងវាឡើងមកសាហាវមែនតើឡើងមកច្រើនយកតែមែនតើដូចបងប្អូនបានឃើញហើយបាទលម៉ាត់លម៉ាំងច្រើនមែនតើមកអង្កែបក្របឃ្លោកណាអង្កែបហ៊ីងហើយដល់ពេលខ្ញុំបាទដើរដូចដើររើសដុំដីយ៉ាងក៏ពិតមិនមែនដុំដីទេបងប្អូនចាប់ហ៊ីងដាក់បេបាទតាំងហ៊ីងតាំងកែបអូបគឺដៅណាដៅនោះគឺសម្បូរដូចគ្នាបងប្អូនហើយច្រើនមែនតើតែម្ដងហើយអកុយក៏វាចាំងថតខ្ញុំផងជួយចាប់ផងហើយនេះពួកខ្ញុំចាប់ខ្លះទុកខ្លះផងបងប្អូនបាទមកចាប់តែម្ដងហើយទៅវិញអត់មានដើរមកចាប់ម្ដងទៀតទេព្រោះយើងចាប់ទៅវាលឹបខ្លះអីខ្លះអញ្ចឹងទៅហើយកែបបងប្អូនហើយឡើងក៏ដុកប្រហែលជា20គីឡូជាងអកុយវាពុនឡើងរួចឲ្យខ្ញុំម្ដងហើយបើនិយាយពីកែបអូបវិញបងប្អូនបាទខ្លះធំរហូតទៅដល់ចុងកន្លះគីឡូក៏មានដែរបងប្អូនហើយដល់ពេលដើរមកមុខបន្តិចបងប្អូនជួបដើកនេះប្រហែលជា2គីឡូមិនដឹងបាទធំដែរដើកឬបងប្អូនគាត់ហៅទៅឈ្មោះអីទេដើកនឹងដូចដើកដបោកអញ្ចឹងហើយបាទហើយនេះក៏ជាលើកទី1របស់ខ្ញុំដែរដែលដើរជួបដើកខ្ញុំដែរទេដើរឆ្លងកែបជួបពស់ជួបសត្វអីផ្សេងមានប៉ុន្តែនេះជួបដើកលើកទី1ដែរបងប្អូនបាទហើយខ្ញុំអត់យកវាទេខ្ញុំនិយាយរួមទៅពីមុនចំនួនខ្ញុំដើរបេះផ្កាអូកាដេក៏អាសាជួបណាស់ដែរបងប្អូនហើយធំជាងនេះទៀតប៉ុន្តែខ្ញុំអត់យកហើយឆ្កែវាមកតាមអញ្ចឹងទៅវាក្លិនអញ្ចឹងវាព្រុសបាទហើយមិនក៏មានបងប្អូនខ្លះគាត់ឆ្ងល់ដែរបាទហើយដើរជួបដើកមិនបានមិនយកលែងដើម្បីអីលែងយកមុខអីសួរតែចេះហូបអត់បាទខ្ញុំចេះសួរថាដែលចាប់វាអត់ខ្ញុំដែលចាប់ហើយខ្ញុំកម្រចាប់ណាស់បងប្អូនហើយខ្ញុំជួបរហូត
សឹងតែថាជួប100ក្បាលខ្ញុំយកតែមួយក្បាលទេយកពេលដែលខ្ញុំតល់ដាច់មហូបមែនតើបើខ្ញុំចាប់និយាយត្រង់នឹងបងប្អូនបាទខ្ញុំអត់លាក់ពីប្រវត្តិរបស់ខ្ញុំទេពីមុនខ្ញុំឆ្អែតហើយនឹងសัตว์ណាកាលខ្ញុំដើរបេះផ្កាពីអ្នកនឹងភក្តីខ្ញុំទៅយើងបដើឆ្កែតាម3 4តើជ្រូកតគួតបានពួកខ្ញុំយកគិតថាកានងសัตว์ក៏វានៅសបោដែរតែពួកខ្ញុំក៏បានឈប់ច្រើនឆ្នាំហើយបងប្អូនមិនដែលទេទៅបោបាញ់និយាយរួមទៅកាលនោះក៏មិនដែលបោបាញ់ដែរដែលតែបដើឆ្កែទៅអញ្ចឹងហើយជួបទៅយើងវាយវាយកអញ្ចឹងឯងបើថាយើងវាយហូបមិនតាន់អស់ជួបថ្ងៃក្រោយក៏យើងអត់មានវាយវាទៀតដែរសម្រាប់តែមកហូបទេបងប្អូនហើយថ្ងៃខ្លះទៅបានហូបអត់អស់ទៅក៏យកចេញទៅលក់ដើម្បីដូរទិញស្ករអំបិលប៊ីចេងអង្គអញ្ចឹងទៅបាទហើយឡើយតែនិយាយរឿងប្រវត្តិពីមុនឥឡូវមេឃក៏បានភ្លឺបាត់ហើយបងប្អូនបាទចាប់នេះចាប់តមេឃភ្លឺចេះតែម្ដងពួកខ្ញុំបាទព្រោះអីមេឃភ្លៀងតម្រាំតែនឹងរាំងហ្នឹងម៉ោង3ជាងហើយអញ្ចឹងចាប់បានតែ2ម៉ោងជាងក៏មេឃភ្លឺបាត់ហើយបងប្អូនបាទហើយកែបសរុបទៅដាក់កែបអូបចេញផ្សេងកែបហ៊ីងផ្សេងបងប្អូនបាទអាភ័ណ្ឌវាគ្រាន់តែលើកដៃមកជាហៀងមិនចង់រួចណាបងប្អូនអើយបាទហើយដល់ពេលសរុបលទ្ធផលឃើញថាច្រើនបងប្អូនបាទទាំងហ៊ីងទាំងអូបអាកែបអូបនេះក៏ធំណាស់ដែរសរុបទៅបើថ្លឹងជាគីឡូប្រហែលជាលើ20គីឡូបងប្អូនបាទហើយកែបអូបធំមែនតើអាខ្លះឡើងចង់ប៉ិនមុខអាភ័ណ្ឌទៅបងប្អូនបាទហើយខ្ញុំចាប់ហ៊ីងចេញដាក់សេងបងប្អូនបើយើងដាក់វាជាមួយគ្នានឹងកែបអូបលូតលើនឹងមុខទៅងាប់ខ្ទេចបងប្អូនអញ្ចឹងយើងតល់ទៅចាប់វាមកដាក់សេងបាទហើយកែបយើងថ្ងៃនេះខ្ញុំបាទបញ្ចេញស្នាដៃទៀតហើយយកកែបនឹងយកមកឆាគ្រឿងបងប្អូនបាទបាទហើយចំពោះមុខម្ហូបឆាគ្រឿងនេះក៏មានអីពិបាកធ្វើដែរបងប្អូនបាទខ្ញុំក៏ចេះមកពីម៉ាក់ដែរទេអាសាឃើញគាត់ធ្វើអញ្ចឹងទៅខ្ញុំក៏មើលគាត់រហូតទៅឥឡូវក៏យកមកអនុវត្តធ្វើខ្លួនឯងបាទមានអីច្រើនទេយើងត្រូវការម្រះព្រៅយើងហូបម្រះព្រៅក៏ដាក់ម្រះព្រៅដែរមកបើអត់ចេះហូបក៏មិនបាច់ដាក់ទេបាទហើយរៀនធ្វើចេះអញ្ចឹងទៅស្រួលថ្ងៃណាមួយបាទបើថាបានប្រពន្ធទៅគ្រាន់ចេះជួយប្រពន្ធធ្វើម្ហូបខ្លះបងប្អូនបាទហើយឥឡូវតែនិយាយឥឡូវម្ហូបរបស់យើងក៏បានឆ្អិនបាត់ហើយបងប្អូនបាទហើយក៏ដួសមួយចានសិនទុកឃើញលោកអ៊ំគាត់តន់ហូបទៅដួសទុកឲ្យគាត់មុនបាទហើយខ្ញុំក៏យកមកដុំមកភ្លក់មើលបាទមិនដឹងថាឆ្ងាញ់មិនឆ្ងាញ់ទេបងប្អូនបាទនេះចេះតែហូបទៅសើខ្លួនឯងមកឲ្យមេដៃមេជើងអីណាណីបាទហើយងាកមកខាងនេះវិញក៏មានមុខម្ហូបមកមុខទៀតបាទហ៊ីងបំពងបាទប្រុសណៃធ្វើឲ្យជាមួយនឹងកែបអ៊ំគាត់ឆាបាទហើយអញ្ចឹងទៅម្ហូបរបស់យើងក៏បានឆ្អិនរួចរាល់ហើយខ្ញុំក៏អញ្ជើញពុកម៉ែបងប្អូនហូបបាយជាមួយខ្ញុំទាំងអស់គ្នាបាទហើយចំពោះសកម្មភាពវីដេអូខ្ញុំបាទថ្ងៃនេះក៏មានតែប៉ុណ្្នឹងដែរបងប្អូនបាទហើយក៏ឈានមកដល់ទីបញ្ចប់ហើយក៏សូមអរគុណកាន់តែដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទបាយបាយពុកម៉ែបងប្អូនជួបគ្នានៅវីដេអូក្រោយទាំងអស់គ្នា